ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បន្ទាប់ពីប្រកាសផ្អាកធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសថៃបាទជាបន្តអាសន្នបាទឥឡូវនេះគឺកាលពីថ្ងៃទី17ខែវិច្ឆិកាបាទលោកប្រធានាធិបតី Donald Trump លោកមានគម្រោងលក់បាទយន្តហោះចម្បាំង F-35 ឲ្យទៅប្រទេសអារ៉ាប៊ីសាអូឌីតបាទទោះបីជាមានការព្រួយបារម្ភពីមន្ត្រីសន្តិសុខជាតិនៅក្នុងរដ្ឋបាលថាការលួចអាចបង្កើតឱកាសសម្រាប់ប្រទេសចិននៅក្នុងការលួចបច្ចេកវិទ្យាទំនើបបាទរបស់យន្តហោះក៏ដោយបាទអញ្ចឹងគឺការលួច F-35 នេះគឺអាមេរិកមិនចេះទៅលក់ទេបងប្អូននៅក្នុងការលក់យន្តហោះចម្បាំងនីមួយៗគឺអាមេរិកគឺមានចងលក្ខខណ្ឌបាទនៅក្នុងនឹងហាមមិនឲ្យប្រទេសនានានឹងយកយន្តហោះដែលទិញពីសហរដ្ឋអាមេរិកហ្នឹងគឺទៅបំពេញប្រទេសដទៃទៅឈ្លានពានប្រទេសដទៃបាទអញ្ចឹងគឺទុកសម្រាប់តែការពារជាតិសម្រាប់តែការពារប្រទេសបាទរបស់ខ្លួនពីការឈ្លានពានរបស់សត្រូវទេបងប្អូនបាទអញ្ចឹងដូចជាប្រទេសថៃបាទដែលទិញ F16 ពីអាមេរិកទៅគឺនិយាយទៅគឺថៃធ្វើខុសពីលក្ខខណ្ឌដែលអាមេរិកបានហាម5បាទគឺយក F16 របស់អាមេរិកហ្នឹងមកឈ្លានពានប្រទេសកម្ពុជាបាទអញ្ចឹងនេះវាខុសពីគោលការណ៍របស់សហរដ្ឋអាមេរិកបាទអញ្ចឹងអាមេរិកមុននឹងលក់សព្វាវុធមុននឹងលក់យន្តហោះចម្បាំងទៅឲ្យប្រទេសដទៃហ្នឹងគឺគេមានចងលក្ខខណ្ឌបាទតឹងតែងណាបងប្អូនបាទមិនចេះតែលក់ឲ្យបាទឲ្យតែបានលុយទេបាទអញ្ចឹងអាមេរិកគេមានលក្ខខណ្ឌចងមកគេបាទឥឡូវនេះគឺអាមេរិកមានគម្រោងលក់យន្តហោះចម្បាំង F-35 ហ្នឹងគឺទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីតបាទទោះបីជាមានការព្រួយបារម្ភពីសន្តិសុខបាទនៅក្នុងរដ្ឋបាលរបស់លោកថាអាចនឹងបង្កើតឱកាសឲ្យប្រទេសចិននឹងលួចចម្លងបច្ចេកវិទ្យាទំនើបបាទរបស់យន្តហោះយកទៅប្រើប្រាស់ក៏ដោយបើតាមរបាយការណ៍ចុះផ្សាយដោយ The New York Times បានបញ្ជាក់ដឹងថាការប្រកាសរបស់លោក Donald Trump កើតឡើងនៅមុនថ្ងៃនៃដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Mohammed bin Salman នៅប្រទេសអារ៉ាប៊ីសាអូឌីតដែលយាងមកកាន់សេតាបមីនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់ទ្រង់ទៅកាន់សហរដ្ឋអាមេរិកក្រោយខកខានជាង7ឆ្នាំប្រធានាធិបតីសហរដ្ឋអាមេរិកបានពន្យល់ប្រាប់អ្នកយកព័ត៌មានដែលប្រមូលផ្ដុំគ្នានៅក្នុងការិយាល័យ Oval ថាយើងនឹងធ្វើដូច្នោះយើងនឹងលក់យន្តហោះ F-35 ទៅឲ្យអារ៉ាប៊ីសាអូឌីតពួកគេចង់ទិញវាពួកគេគឺជាសម្ព័ន្ធមិត្តដ៏អស្ចារ្យមួយបាទនេះគឺជាការបញ្ជាក់របស់លោក Donald Trump បាទនៅក្នុងការិយាល័យ Oval បាទហើយនៅពេលកន្លងមកគឺអារ៉ាប៊ីសាអូឌីតធ្លាប់ជាអ្នកទិញអាវុធអាមេរិកធំជាងគេជាយូរមកហើយប៉ុន្តែការប្រព្រឹត្តរបស់ខ្លួននៅលើឆាកពិភពលោកបានធ្វើឲ្យរដ្ឋាភិបាលមួយចំនួននៃការប្រុងប្រយ័ត្នចំពោះផលវិបាកសន្តិសុខជាតិដែលអាចកើតមាននៃការផ្ដល់ឲ្យទីក្រុងរីយ៉ាតនៅសិទ្ធិចូលប្រើប្រាស់បច្ចេកវិទ្យាលក្ខកម្បាំងដ៏រសើបបំផុតមួយរបស់សហរដ្ឋអាមេរិករបាយការណ៍ថ្មីនេះពីទីភ្នាក់ងារស៊ើបការសម្ងាត់ការពារជាតិដែលជាផ្នែកមួយនៃមន្ទីរបញ្ចកោណបានលើកឡើងពីការព្រួយបារម្ភថាចិននឹងអាចចូលប្រើប្រាស់បច្ចេកវិទ្យា F-35 បានប្រសិនបើអាមេរិកបញ្ចប់កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងទៅឲ្យទីក្រុងរីយ៉ាតនិងទីក្រុងប៉េកាំងខណៈដែលប្រទេសទាំងពីរមានភាពជាដៃគូសន្តិសុខជាយូរណាស់មកហើយមិនតែប៉ុណ្ណោះមន្ត្រីក៏បានលើកឡើងពីការព្រួយបារម្ភផងដែរថាការលក់បែបនេះអាចធ្វើឲ្យប៉ះពាល់ដល់គុណសម្បត្តិយោធានៅក្នុងតំបន់របស់អ៊ីស្រាអែលក្នុងនាមជាប្រទេសតែមួយគត់នៅមជ្ឈមបូព៌ាដែលបច្ចុប្បន្នមានយន្តហោះ F-35 នៅក្នុងឃ្លាំងអាវុធសង្គ្រាមរបស់ខ្លួនអ៊ីស្រាអែលបានជំរុញឲ្យរដ្ឋបាលលោកត្រាំសម្របសម្រួលកិច្ចព្រមព្រៀងមួយដើម្បីធ្វើឲ្យទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតមានលក្ខណៈធម្មតាឡើងវិញដែលជាគោលដៅមួយដែលបង្ហាញពីការសន្យាមួយចំនួនមុនពេលដែលការឈ្លានពានដ៏សាហាវរបស់ហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី7ខែតុលាឆ្នាំ2023បាទនេះគឺជាព័ត៌មានបាទដែលដកស្រង់ពី The New York Times ពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិកនឹងមានគម្រោងបាទលក់យន្តហោះ F-35 ទៅឲ្យអារ៉ាប៊ីសាអូឌីតបាទទោះបីជាដឹងថា
មានផលប៉ះពាល់ទៅតងជាមួយនឹងការបង្កើតឱកាសបាទទៅដល់ប្រទេសចិនលួចចម្លងបច្ចេកវិទ្យាបាទទំនើបពីយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកក៏ដោយបាទ